បាទជំរាបសួរលោកអ្នកគ្រូអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំអំពីរបៀបក្នុងការប្រើប្រាស់កម្មវិធីរបស់យើងនេះដើម្បីបង្កើតជា quiz ផ្សេងៗបាទដាក់ក្នុង Telegram ដោយប្រើ AI យកតែម្ដងយើងមិនបាច់ចាំទៅចុចក្នុង Telegram ទេអញ្ចឹងលោកអ្នកគ្រូអាចមើលលទ្ធផលបាននេះនៅក្នុង Telegram នេះមានដូចជា quiz លក្ខណៈបែបហ្នឹងជាលក្ខណៈ poll ណាបើសិនជាលោកអ្នកគ្រូយកកន្លែងត្រង់នេះយើងយកបង្កើតជាលក្ខណៈ quiz ត្រង់នេះគឺវាបានម្ដងមួយ view ណាបាទអញ្ចឹងយើងអាចឲ្យ AI បង្កើតឲ្យហើយផ្ញើចូលក្នុង Telegram group យកតែម្ដងហើយមិនតែសំណួរលក្ខណៈបែបហ្នឹងទេគឺមានសំណួរអីផ្សេងៗបាទហើយយើងចង់តម្លាក់ចម្លើយអីចូលដោយប្រើ AI ឲ្យជួយណាបាទអញ្ចឹងយើងទៅមើលកម្មវិធីរបស់យើងទាំងអស់គ្នាឥឡូវខ្ញុំ log in ចូលគណនីរបស់ខ្ញុំសិនបាទបន្តទៅលោកគ្រូដើម្បីអាចភ្ជាប់ជាមួយ Telegram បានលោកគ្រូគ្រាន់តែបញ្ចូល bot លេខកូដវាមកហើយនឹងបញ្ចូល ID របស់ group របស់យើងទៅគឺយើងអាចប្រើបានហើយអញ្ចឹងខ្ញុំចូលទៅត្រង់នេះខ្ញុំដាក់ថាបាទវិធីបូកហើយយើងអាចជ្រើសភាសាបានមានភាសាខ្មែរអង់គ្លេសឬក៏យើងចង់ជ្រើសយកទាំងពីរបាទអញ្ចឹងដោយសារខ្ញុំបរៀនជាភាសាខ្មែរអញ្ចឹងខ្ញុំយកភាសាខ្មែរហើយត្រង់នេះយើងជ្រើសរើសប្រភេទលំហាត់ទៅបាទឥឡូវឧទាហរណ៍ថាបើលោកគ្រូចង់យកលំហាត់របៀប poll ហ្នឹងអញ្ចឹងយើងអាចយកបានហើយយើងចង់ដាក់ប្រមាណសំណួរបាទហើយតែនេះយើងលម្អិតឲ្យបន្តិចមកគឺវិធីបូកលេខ5ខ្ទង់និង4ខ្ទង់អញ្ចឹងមកបាទហ្នឹងអាស្រ័យទៅលើមេរៀនរបស់លោកគ្រូនេះគ្រូណាបាទហើយបន្តទៀតលោកគ្រូនេះគ្រូចុចកន្លែងបង្កើតសំណួរហ្នឹងទៅបាទហើយកន្លែងត្រង់នេះលោកគ្រូនេះគ្រូរងចាំវាបន្តិចដើម្បីវាធ្វើការ generate ជូនបាទអញ្ចឹងវាបង្កើតជូនហើយលោកគ្រូនេះគ្រូអូសមកក្រោមនេះមកអញ្ចឹងយើងនឹងឃើញសំណួរតាក់ទងជាមួយនឹងMemcube Book បាទអញ្ចឹងយើងមិញហៅឲ្យវាបង្កើតចំនួន5អញ្ចឹងគឺវាបង្កើតចំនួនទាំង5ហ្នឹងបាទហើយវាភ្ជាប់ជាមួយនឹងចម្លើយឲ្យស្រេចតែនៅពេលដែលលោកគ្រូចុចផ្ញើណាពេលដែលយើងចុចផ្ញើទៅ Telegram គឺយើងចុចត្រង់នេះទៅអញ្ចឹងយើងជ្រើសមកតើលោកគ្រូចង់ផ្ញើទៅថ្នាក់ទីមែនឥឡូវខ្ញុំទៅថ្នាក់ទី4អញ្ចឹងវានឹងធ្វើការផ្ញើដោយស្វ័យប្រវត្តិជូនឥឡូវខ្ញុំទៅមើលក្នុង Telegram បាទនេះគឺវា load មក5 6បាទអញ្ចឹងនេះគឺជាសំណួរដែលវាបានបង្កើតមកហើយវាផ្ញើចូលទៅក្នុង Telegram ដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងសិស្សគាត់អាចចុចធ្វើបានបាទហើយនៅពេលដែលសិស្សគាត់ធ្វើហើយយើងអាចផ្ញើចម្លើយបាទអញ្ចឹងរបៀបផ្ញើចម្លើយយើងចូលកន្លែង exercise achieve នេះបាទអញ្ចឹងមិញគឺតាក់ទងជាមួយនឹងវិធីបូកនេះណាបាទអញ្ចឹងនៅពេលដែលយើងចុច tick វាមួយអញ្ចឹងវានឹងបង្ហាញយើងថាឲ្យយើងចង់ផ្ញើចម្លើយអត់ហ្នឹងករណីដែលសិស្សគាត់ធ្វើហើយចុចយើងអាចផ្ញើចម្លើយទៅបាទពេលដែលយើងផ្ញើចម្លើយយើងចូលក្រុមអ្នកទី4នេះទៅបាទអញ្ចឹងវានឹងធ្វើការផ្ញើចូលទៅក្នុង Telegram ដាក់ថារួចរាល់ហើយអញ្ចឹងលោកគ្រូអាចទៅមើលក្នុង Telegram នេះយើងទៅមើល message ហ្នឹងមកអញ្ចឹងនេះគឺជាចម្លើយដែលផ្ញើមកណាបាទឥឡូវមួយទៀតខ្ញុំបង្កើតមួយទៀតតាក់ទងជាមួយនឹងឥឡូវឧទាហរណ៍ថាយើងបរៀនតាក់ទងជាមួយនឹង compare relative and superlative ចុះបាទតែនេះយើងជឿមកយើងចាំបានពីរភាសាក៏បានយើងចុចយកទាំងពីរនេះមកហើយតែនេះយើងសេរៀបរាប់តិចមកទៅលំហាត់ comparative វាទូលំទូលាយពេកអញ្ចឹងយើងចង់ដាក់វាឲ្យ specific ក៏បានឥឡូវខ្ញុំខ្ជិលខ្ញុំដាក់ប៉ុណ្ណឹងចុះហើយនេះយើងយកចំនួនសំណួរហើយយើងចង់បង្កើតជាលក្ខណៈ poll ដូចមិញក៏បានឬក៏យើងបង្កើតជាលក្ខណៈ worksheet ក៏បានដែរហើយយើងចុច generate បាទអញ្ចឹងគឺជោគជ័យហើយនេះវា load message ប្រាប់យើងចូលគ្រូអូមក្រមកយើងនឹងឃើញលំហាត់ហ្នឹងណាបាទអញ្ចឹងដោយសារយើងមិញយកពីរភាសាហើយសូមបញ្ជាក់ដែរត្រង់នេះក៏យើងអាចដូរដែរឧទាហរណ៍បើយើងឃើញមានខុសអក្ខរាវិរុទ្ធផ្សេងៗយើងវាយដូរបានណាបាទឧទាហរណ៍យើងចង់ add បន្ថែមនៃស្អីគេឧទាហរណ៍ថាពិន្ទុ2អញ្ចឹងណាបាទនឹងខ្ញុំឧទាហរណ៍ជូនទេបាទហើយតើនេះក៏លោកគ្រូអាចទាញយកណាជាលក្ខណៈជា dots ដើម្បីយើងធ្វើការកែអក្សរផ្សេងៗបាទដាក់ចូលក្នុង Word ក៏បានដែរសាច់ចិត្តយើងទេបាទអូខេអញ្ចឹងយើងអាចបើ font វាតូចពេកយើងអាចដូរ font សេរីតាមនេះមកបាទsorry ខ្ញុំអូខេអញ្ចឹងគឺបានស្អាតហើយអញ្ចឹងយើងចង់តម្លាក់អានេះទៅ Telegram ក៏បានយើងមិនតម្លាក់អញ្ចឹងក៏បានដែរយើងនេះយើងសិនយកតែម្ដងក៏បានដែរបាទហើយបើយើងដូរឲ្យអស់ហើយយើងចុច save វាផងណាដើម្បីឲ្យវារក្សាទុកក្នុង system របស់យើងហ្នឹងហើយបន្តទៀតយើងចង់សិនបាទឥឡូវខ្ញុំសិនទៅអង់គ្លេសអ្នកទីអង់គ្លេសនេះបាទអូខេអញ្ចឹងយើងសិនបានចប់ហើយយើងទៅមើលក្នុង Telegram អូខេអញ្ចឹងយើងទៅមើលក្នុង Telegram នេះបាទអញ្ចឹងយើងឃើញលំហាត់មិញនេះតាក់ទងជាមួយនឹង comparative ហើយនឹង superlative តែម្ដងបាទអញ្ចឹងនៅពេលដែលសិស្សគាត់ធ្វើហើយលោកគ្រូអាចផ្ញើចម្លើយបាទហើយរបៀបផ្ញើចម្លើយយើងចូលកន្លែង achieve exercise ហ្នឹងហើយយើងមិនតាក់ទងនឹងលំហាត់នេះណាបាទអញ្ចឹងយើងចុច tick វាមួយមកហើយបន្តទៅយើងចុចនេះកន្លែង send នេះក៏បានបាទឬក៏យើងចុចនេះក៏បានដែរយើងចង់ផ្ញើចម្លើយណាចុចទៅហើយជ្រើសរើសមកណាខ្ញុំជ្រើសរើសយកថ្នាក់ទីយកអង់គ្លេសនេះបាទបន្តទៅយើងទៅមើលក្នុង Telegram របស់យើងបាទអញ្ចឹងនេះគឺជាចម្លើយបាទហើយមានការបញ្យល់អីផ្សេងរបស់ក្បាលមែនតើគឺងាយស្រួលមែនតើហើយយើងអាចrecord ជាលទ្ធផលរបស់សិស្សទុកនៅក្នុងនេះក៏បានដែរបាទអូខេហើយអានេះបើសិនជាលោកគ្រូឃើញច្រើនពេកយើងចង់លុបចេញខ្លះក៏បានដែរឥឡូវខ្ញុំលុបចេញខ្លះបាទអញ្ចឹងវាងាយស្រួលសម្រាប់យើងមិនបាច់ចាំយើងទៅបើក Telegram ហើយបង្កើតលំហាត់ទេអញ្ចឹងគឺវា generate លំហាត់ឲ្យហើយតាមលោកគ្រូចង់បានកម្រងមួយណាយើងជឿមួយហ្នឹងទៅឥឡូវឧទាហរណ៍មួយទៀតតាក់ទងជាមួយនឹងខ្ចប់ឯកសារអញ្ចឹងឧទាហរណ៍ថាបើយើងបរៀនឥឡូវខ្ញុំបរៀនឧទាហរណ៍ថាតាក់ទងជាមួយនឹងវិទ្យាសាស្ត្រនេះណាបាទអញ្ចឹងលោកគ្រូគាត់តែ upload file ចូលបន្តទៀតយើងឥឡូវខ្ញុំដាក់ថាបាទខ្ញុំអោយបាទបង្កើតលំហាត់ប្រឡងវិទ្យាសាស្ត្រតាម
PDF ដែលខ្ញុំបានឲ្យមានលំហាត់ងាយខ្ញុំយក40% ចុះបាទមធ្យម 40% ដែរនិងលំបាកខ្ញុំយក 20% សម្រាប់ប្រឡង40 នាទីបាទបន្តទៀតបើលោកគ្រូចង់ share លម្អិតក៏បានដែរឥឡូវខ្ញុំក៏ប៉ុណ្្នឹងសិនបាទអញ្ចឹងសូមបញ្ជាក់ដែរថាលំហាត់មិញខ្ញុំយកចេញមកពីថ្នាក់ទី 4 ចាំមើលខ្ញុំបើកឲ្យមើលបាទអូខេនេះបាទអញ្ចឹងលំហាត់នេះនៅក្នុងសភៅពងណាលោកគ្រូនិយាយចំទៅយើងចង់បានលំហាត់ត្រឹមណាយើង scope យកទៅនឹងមកបាទឥឡូវដោយសារខ្ញុំបរៀនបាន2មេរៀនអញ្ចឹងខ្ញុំយកតែ2មេរៀនទេណាមេរៀនទី1ហើយនឹងនេះមេរៀនទី2របៀបយើងយកមេរៀនអញ្ចឹងយើងចុច print ទៅណាហើយលោកគ្រូកំណត់ទំព័រមកតើយើងចង់យកពីទំព័រណាដល់ទំព័រណាហើយបន្តទៀតយើង save វាជា PDF នេះទៅហើយយើងអាច upload បានទៅវាត្រូវនឹងអ្វីដែលយើងបានបរៀនសិស្សហើយណាបាទអញ្ចឹងវាកំណត់យកឲ្យត្រូវនឹងអ្វីដែលយើងបានបរៀនបាទគឺបរៀនតទៅនឹងអីគឺវាចេញមកបែបហ្នឹងណាអញ្ចឹងនឹងគឺជាសំណួរប្រឡងយើងដាក់ថារយៈពេលមិញរយៈពេល40 នាទីណាហើយយើងដាក់តែ5សំណួរតែបើយើងចង់បាន10សំណួរក៏បានដែរអញ្ចឹងវាមានទម្រង់ច្រើនឲ្យយើងបាទជាលក្ខណៈត្រូវខុសបាទជាលក្ខណៈគូកងបាទអញ្ចឹងគឺមានច្រើនអូខេតោះតែបើយើងមើលឃើញថាត្រូវអស់ហើយយើងចង់កែអីយើងចុចសិននេះទៅឥឡូវខ្ញុំទៅថ្នាក់ទី4នេះដើម្បីឲ្យពួកគាត់ធ្វើឥឡូវយើងទៅពិនិត្យមើលក្នុង Telegram របស់យើងវិញបាទមិនចូលទៅថ្នាក់ទី4នេះណាបាទនេះអញ្ចឹងគឺនេះគឺជាលំហាត់បាទមេរៀនទី1ទី2ហ្នឹងឯងអញ្ចឹងគឺវាបង្ហាញបាទហើយមួយទៀតលោកគ្រូបើសិនជាឃើញថាវាពិបាកមើលពេកយើងអាចទាញយកជា Word ត្រង់នេះមកបាទហើយត្រង់នេះយើងកែ font វាឲ្យរាងធំតិចមកនេះវាអត់ទាន់ស្គាល់ font បាទតែយើងកែវាអូខេអញ្ចឹងលោកគ្រូអាចយកទៅធ្វើកែដាក់ជាវិញ្ញាសាប្រឡងអីផ្សេងៗបាទហើយនេះចម្លើយនៅខាងក្រោមនេះសាច់តែម្ដងយើងអត់ពិបាកក្នុងការរកចម្លើយបន្ថែមអូខេខ្ញុំដំ save វាហើយនៅពេលដែលសិស្សគាត់ធ្វើហើយយើងឧទាហរណ៍ថាមិនមានទី1ទី2ណាពេលគាត់ធ្វើហើយយើងធ្វើដូចមុនអញ្ចឹងយើងចុច tick ទៅហើយបន្ទាប់ទៅយើង send វាជា answer ទៅកាន់ក្រុមនឹងយកតែម្ដងទៅណាទី4ណាបាទតែយើងទៅមើលទៅនេះយើងចុចក្រោមមួយបាទអញ្ចឹងនេះគឺជាចម្លើយសិស្សគាត់អាចទៀងទាត់បានបាទហើយកន្លែងនេះយើងអាចឧទាហរណ៍សិស្សគាត់បានបន្ទុកប្រមាណនៅពេលដែលគាត់ check ចម្លើយអានោះដូចជាកិច្ចការងារផ្ទះអញ្ចឹងបាទអញ្ចឹងយើងកំណត់ទៅគាត់ធ្វើមេរៀននេះបាទហើយឈ្មោះគាត់អីគេហើយថ្ងៃខែគាត់ធ្វើបានប៉ុន្មានយើង check មកត្រូវឬក៏ខុសអីចឹងទៅបាទហើយយើងចុចដាក់ឈ្មោះគាត់មកក៏យើង save មកបាទហើយយើងអាចទាញយកជារបាយការណ៍បានអូខេអញ្ចឹងយើងទៅមើលរបាយការណ៍អញ្ចឹងសិស្សកនេះបាទគាត់ធ្វើបានបន្ទុកប្រមាណហើយគាត់ធ្វើនៅថ្ងៃណាបាទអញ្ចឹងវានឹង record ជាប់ទុកឲ្យយើងអូខេបាទអញ្ចឹងកម្មវិធីនេះមានតែប៉ុណ្្នឹងហើយបើសិនជាលោកគ្រូចង់ប្រើប្រាស់លោកគ្រូអាចបាទ comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងធ្វើការដាក់ជូននៅកម្មវិធីនេះដើម្បីឲ្យលោកគ្រូអាចប្រើប្រាស់បានបាទសូមអរគុណសូមជម្រាបលា